នៅក្នុងវីដេអូលេខឡ034ខ្ញុំបានរៀបរាប់អំពីកាតព្វកិច្ចរបស់នយោជកក្នុងការអនុវត្តកាតព្វកិច្ចហ្វាហ្វឺនកូនជាងនៅក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់អំពីជំរើសនៃការអនុវត្តកាតព្វកិច្ចក្នុងការហ្វាហ្វឺនកូនជាងតើអ្វីទៅគឺជាកូនជាងយោងតាមមាត្រា8នៃច្បាប់ស្តីពីការងារកូនជាងគឺជាជនដែលបានចុះកិច្ចសន្យាសិក្សាវិជ្ជាជីវៈជាមួយនឹងនយោជកឬសិប្បករណាម្នាក់ដែលបានចុះកិច្ចសន្យានឹងគ្នាថានយោជកត្រូវបង្រៀនឬប្រើឲ្យគេបង្រៀនវិជ្ជាជីវៈខ្លួនហើយកូនជាងត្រូវធ្វើការឲ្យនយោជកតាមតែលក្ខខណ្ឌនិងក្នុងរយៈពេលនៃកិច្ចសន្យានយោជកមានជំរើសនៃការអនុវត្តកាតព្វកិច្ចក្នុងការហ្វឹកហ្វឺនកូនជាងដូចជាទី1តាមរយៈកម្មវិធីចុះកម្មសិក្សាឬ Internship Program ទី2តាមរយៈកម្មវិធីហាត់ការឬ Traineeship Program ទី3តាមរយៈកម្មវិធីរៀបចំជំនាញឡើងវិញសម្រាប់បុគ្គលិកឬ Reskilling Program និងទី4តាមរយៈកម្មវិធីបង្កើនជំនាញសម្រាប់បុគ្គលិកឬ Upskilling Program ប្រសិនបើនយោជកពុំមានលទ្ធភាពក្នុងការរៀបចំការហ្វឹកហ្វឺនកូនជាងទេនយោជកអាចធ្វើការស្នើសុំបង់ពន្ធអាករជំនួសការហ្វឹកហ្វឺនកូនជាងបានដោយពន្ធអាករនេះមានចំនួនស្មើនឹង 1% នៃប្រាក់ឈ្នួលប្រចាំឆ្នាំនៃចំនួនកម្មករនយោជិតសរុបទាំងអស់របស់សហគ្រាសជារៀងរាល់ឆ្នាំដូច្នេះឧទាហរណ៍ថាប្រសិនបើក្នុងមួយឆ្នាំក្រុមហ៊ុនបានចំណាយទៅលើប្រាក់ខែរបស់កម្មករនយោជិតចំនួន$10,000ក្រុមហ៊ុនត្រូវបង់ 1% នៃ$10,000ខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងមានសារៈប្រយោជន៍ចំពោះនយោជកក្នុងការឆ្វេងយល់អំពីជំរើសរបស់ខ្លួនក្នុងការអនុវត្តកាតព្វកិច្ចនៃការហ្វឹកហ្វឺនកូនជាង